chất sập Kriano ព្រះសោណៈដ៏មានអាយុគិតថាព្រះមានព្រះភិក្ខទ្រង់ស្មោះសរនឹងអាត្មាអញដោយពិតព្រះឧបជារបស់អាត្មាអញបានផ្ញើពាក្យបណ្ដាំណាកាលនេះជាការគួរនឹងក្រាបទូលតាមពាក្យបណ្ដាំនោះទើបក្រោកចាកអាសនៈធ្វើឧត្តរាសង្កៈលើស្មាម្ខាងហើយក្រាបទាបព្រះបាទទាំងគូរបស់ព្រះមានព្រះភិក្ខដោយសិរសាហើយក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះឧបជារបស់ខ្ញុំព្រះអង្គឈ្មោះមហាកច្ចាយណៈដ៏មានអាយុសូមអោនសិរសាក្រាបថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះដ៏មានព្រះភិក្ខជាម្ចាស់ម្យ៉ាងទៀតលោកឲ្យខ្ញុំព្រះអង្គក្រាបទូលយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនដែនអវន្តិតៈខិណបនមានភិក្ខុតិចចាប់ដើមតាំងពីខ្ញុំព្រះអង្គបានបួសជាសាមណេរកន្លងទៅ3ឆ្នាំហើយទម្រាំប្រជុំភិក្ខុសង្ឃបាន10រូបដែលមកពីទិសនោះហើយទើបបានឧបសម្បទាដោយលំបាកពន់ពេកណាស់ធ្វើម្ដេចណព្រះដ៏មានព្រះភិក្ខគួរទ្រង់អនុញ្ញាតនៅឧបសម្បទាក្នុងដែនអវន្តិតៈខិណបនដោយគណៈសង្ឃតិចជាងមុនបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងដែនអវន្តិតៈខិណបនមានផែនដីខ្មៅស្អិតក្រូតគ្រៀតរឹងរដេបរដប់ដោយស្នាមជើងគោធ្វើម្ដេចណព្រះដ៏មានព្រះភិក្ខគួរទ្រង់អនុញ្ញាតស្បែកជើង4ជាន់ឡើងទៅក្នុងដែនអវន្តិតៈខិណបនបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងដែនអវន្តិតៈខិណបនពួកមនុស្សរាប់អានងូតទឹកណាស់ប្រកបដោយសេចក្តីស្អាតព្រោះទឹកធ្វើម្ដេចណព្រះដ៏មានព្រះភិក្ខគួរទ្រង់អនុញ្ញាតការងូតទឹកឲ្យបានជានិច្ចក្នុងដែនអវន្តិតៈខិណបនបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងដែនអវន្តិតៈខិណបនមានកម្រាលស្បែកទាំងឡាយគឺស្បែកជៀមស្បែកពពែស្បែកម្រឹកបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងមជ្ឈិមជនបទមានស្មៅឈ្មោះអេរគុឈ្មោះមោរគុឈ្មោះមច្ជារុឈ្មោះចន្ទុយ៉ាងណាមិញបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងដែនអវន្តិតៈខិណបនមានកម្រាលគេធ្វើដោយស្បែកទាំងឡាយគឺស្បែកជៀមស្បែកពពែស្បែកម្រឹកក៏ដូច្នោះដែរធ្វើម្ដេចណព្រះដ៏មានព្រះភិក្ខគួរទ្រង់អនុញ្ញាតកម្រាលទាំងឡាយដែលគេធ្វើដោយស្បែកគឺស្បែកជៀមស្បែកពពែស្បែកម្រឹកក្នុងដែនអវន្តិតៈខិណបនបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងកាលឥឡូវនេះមនុស្សទាំងឡាយគេប្រគេនចីវរដើម្បីពួកភិក្ខុដែលនៅក្រៅសីមាថាយើងនឹងប្រគេនចីវរនេះដើម្បីភិក្ខុឈ្មោះនេះភិក្ខុទាំងនោះមកហើយប្រាប់ថាណែអវសោពួកមនុស្សឈ្មោះនេះបានប្រគេនចីវរចំពោះលោកភិក្ខុទាំងនោះក៏រង្គៀសមិនត្រេកអរដោយគិតថាកុំឲ្យមាននិស្សកិយៈដល់យើងឡើយធ្វើដូចម្ដេចណព្រះដ៏មានព្រះភិក្ខទ្រង់គួរប្រាប់របៀបប្រតិបត្តិក្នុងចីវរ71ព្រោះនិទាននេះដំណើរនេះព្រះដ៏មានព្រះភិក្ខទ្រង់ធ្វើនៅធម្មិកថាក្នុងវេលានោះរួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកទ្រង់អនុញ្ញាតថាមនាលភិក្ខុទាំងឡាយដែនអវន្តិតៈខិណបនមានភិក្ខុតិចក្នុងបច្ចន្តិមជនបទទាំងអស់តថាគតអនុញ្ញាតនៅឧបសម្បទាដោយគណៈសង្ឃមានវិន័យធម៌ជាគម្រប់5បានបណ្ដាជនបទទាំងនោះជនបទទាំងឡាយនេះដែលជាបច្ចន្តិមជនបទគឺទិសខាងកើតមាននិគមឈ្មោះកជាងកលៈខាងនាយកជាងកលៈនិគមនោះមាននិគមឈ្មោះមហាសាលាខាងនាយនិគមឈ្មោះមហាសាលានោះហៅថាបច្ចន្តិមជនបទខាងអាយចូលមកជាមជ្ឈិមជនបទក្នុងទិសអាគ្នេយ៍មានស្ទឹងឈ្មោះសាលវតីខាងនាយស្ទឹងសាលវតីនោះឈ្មោះថាបច្ចន្តិមជនបទខាងអាយចូលមកជាមជ្ឈិមជនបទក្នុងទិសខាងត្បូងមាននិគមឈ្មោះសេតកនិកៈ
ខាងនាយសេតកនិកនិគមនោះហៅថាបច្ចន្តិមជនបទខាងអាយចូលមកជាមជ្ឈិមជនបទក្នុងទិសខាងលិចមានស្រុកព្រាមឈ្មោះធូនក្រៀមខាងនាយស្រុកធូនក្រៀមនោះហៅថាបច្ចន្តិមជនបទខាងអាយចូលមកជាមជ្ឈិមជនបទក្នុងទិសខាងជើងមានភ្នំឈ្មោះឧសីរថជៈខាងនាយភ្នំនោះហៅថាបច្ចន្តិមជនបទខាងអាយចូលមកជាមជ្ឈិមជនបទមនាលភិក្ខុទាំងឡាយក្នុងបច្ចន្តិជនបទទាំងឡាយនោះតថាគតអនុញ្ញាតនៅឧបសម្បទាដោយគណៈសង្ឃមានវិន័យធម៌ជាគម្រប់5បានមនាលភិក្ខុទាំងឡាយក្នុងដែនអវន្តិតខិណបទមានផែនដីខ្មៅស្អិតរឹងក្រូតក្រៀតរដេបរដប់ដោយស្នាមជើងគោមនាលភិក្ខុទាំងឡាយក្នុងបច្ចន្តិមជនបទទាំងអស់តថាគតអនុញ្ញាតស្បែកជើង4ជាន់ឡើងទៅមនាលភិក្ខុទាំងឡាយក្នុងដែនអវន្តិតខិណបទពួកមនុស្សច្រើនរាប់អានការងូតទឹកប្រកបដោយសេចក្តីស្អាតព្រោះទឹកមនាលភិក្ខុទាំងឡាយក្នុងបច្ចន្តិមជនបទទាំងអស់តថាគតអនុញ្ញាតនៅការងូតទឹកបានជានិច្ចមនាលភិក្ខុទាំងឡាយក្នុងដែនអវន្តិតខិណបទមានកម្រាលស្បែកទាំងឡាយគឺស្បែកជៀមស្បែកពពែស្បែកម្រឹកមនាលភិក្ខុទាំងឡាយក្នុងមជ្ឈិមជនបទទាំងឡាយមានស្មៅឈ្មោះអេរគុស្មៅឈ្មោះមោរគុស្មៅឈ្មោះមច្ឆារុស្មៅឈ្មោះចន្ទោយ៉ាងណាមិញមនាលភិក្ខុទាំងឡាយក្នុងដែនអវន្តិតខិណបទមានកម្រាលស្បែកទាំងឡាយគឺស្បែកជៀមស្បែកពពែស្បែកម្រឹកក៏យ៉ាងនោះដែរមនាលភិក្ខុទាំងឡាយក្នុងបច្ចន្តិមជនបទទាំងអស់តថាគតអនុញ្ញាតកម្រាលស្បែកទាំងឡាយគឺស្បែកជៀមស្បែកពពែស្បែកម្រឹកមនាលភិក្ខុទាំងឡាយក្នុងសាសនានេះបើមានពួកមនុស្សប្រគេនចីវរដើម្បីភិក្ខុទាំងឡាយដែលនៅក្រៅសីមាថាយើងប្រគេនចីវរនេះចំពោះភិក្ខុឈ្មោះនេះមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរបានចីវរមិនទាន់មកដល់ដៃដរាបណាចីវរនោះភិក្ខុមិនត្រូវរាប់តាមកំណត់ថ្ងៃដរាបនោះពាក្យថាក្នុងបច្ចន្តិមជនបទមានសេចក្តីពន្យល់ថាសំដៅយកប្រទេសជាខាងក្រៅពីមជ្ឈិមប្រទេសពាក្យថាវិន័យធម៌សំដៅយកគ្រូសូត្រឯពាក្យថាត្រូវរាប់តាមថ្ងៃកំណត់មានសេចក្តីពន្យល់ថាតាមធម្មតាក្នុងមជ្ឈិមបរទេសភិក្ខុបានទទួលចីវរក្តីបានដឹងដំណឹងចីវរដែលគេមិនប្រគេនក្តីភិក្ខុត្រូវរាប់ថ្ងៃតាំងតែបានទទួលឬបានដឹងដំណឹងនោះបើភិក្ខុមិនបានវិក័ពឬមិនបានអធិដ្ឋានឲ្យហួសកំណត់10ថ្ងៃទៅចីវរនោះជានិស្សកិយៈឯបច្ចន្តិមជនបទតាមពុទ្ធានុញ្ញាតនេះបើចីវរមិនទាន់ដល់ដៃភិក្ខុមិនបាច់រាប់ថ្ងៃឡើយចប់កម្មខន្ធកៈទី5ក្នុងខន្ធកៈនេះមាននិទាន63ឧទាននៃកម្មខន្ធកៈនោះគឺ72រឿងព្រះបាទមាគធៈជាធំលើអ្នកស្រុក80001រឿងសោណសេដ្ឋីបុត្រ1រឿងសាកតភិក្ខុសម្ដែងអធិបាដិហាជាឧត្តរិមនុស្សធម៌ច្រើនលើភ្នំកិច្ចកូដ1រឿងសោណភិក្ខុបួសហើយប្រារព្ធព្យាយាមក្រៃពេកបាទាក៏បែក1រឿងព្រះបាទមានព្រះភិក្ខទ្រង់ទូលមានឲ្យសោណភិក្ខុតាំងព្យាយាមតាមខ្សែពិន1រឿងព្រះដ៏មានព្រះភិក្ខទ្រង់អនុញ្ញាតស្បែកជើង1ជាន់1រឿងព្រះដ៏មានព្រះភិក្ខទ្រង់ហាមស្បែកជើងពណ៌ខៀវពណ៌លឿងពណ៌ក្រហមពណ៌ហង្សស្បាតពណ៌ខ្មៅស្បែកជើងពណ៌ក្រហមក្រមៅដូចខ្នោះក្អែបនិងពណ៌លឿងទុំដូចផ្កាឈូក1រឿងទ្រង់ហាមខ្សែស្បែកជើងមានពណ៌ខៀវជាដើម1រឿងទ្រង់ហាមស្បែកជើងបិទកែងជើង1រឿងទ្រង់ហាមស្បែកជើងស្រោបជើងទាំងអស់រហូតស្មងជើង
រឿងទ្រង់ហាមស្បែកជើងដែលគេក្រងជារបៀបបិទខ្នងជើងមួយរឿងទ្រង់ហាមស្បែកជើងញាត់ដោយគោមួយរឿងទ្រង់ហាមស្បែកជើងមានពណ៌ដ៏វិចិត្រដូចស្លាបសត្វទទាមួយរឿងទ្រង់ហាមស្បែកជើងមានខ្សែមានសន្តានដូចស្នែងកេះមួយរឿងទ្រង់ហាមស្បែកជើងមានខ្សែមានសន្តានដូចស្នែងពពែមួយរឿងទ្រង់ហាមស្បែកជើងមានខ្សែងមានសន្តានដូចកន្ទុយសត្វខ្ទួយមួយរឿងទ្រង់ហាមស្បែកជើងដែលចាក់ស្រេះដោយព្រួយកន្ទុយសត្វក្ងោកមួយរឿងទ្រង់ហាមស្បែកជើងដ៏វិចិត្រផ្សេងមួយរឿងទ្រង់ហាមស្បែកជើងដែលចំជាយដោយស្បែកសត្វសីហៈសត្វខ្លាធំសត្វខ្លាដំបងសត្វខ្លារខិនមួយស្បែកភេស្បែកឆ្មាស្បែកកង្ហែនស្បែកមៀមួយរឿងទ្រង់អនុញ្ញាតស្បែកជើង4ជាន់ឡើងទៅដល់ភិក្ខុមានបាតជើងបែកមួយរឿងភិក្ខុមានដំបៅលិចនៅបាតជើងមួយរឿងភិក្ខុមិនលាងជើងហើយជាន់លើក្រែតាំងមួយរឿងភិក្ខុជាន់លើដង្គត់ឈើមួយរឿងឆាប់ពកិយភិក្ខុពាក់ទ្រនាប់ជើងឈើឬសំលេងខដៈមួយរឿងឆាប់ពកិយភិក្ខុប្រើប្រាស់ទ្រនាប់ជើងស្លឹកត្នោតមួយរឿងឆាប់ពកិយភិក្ខុប្រើប្រាស់ទ្រនាប់ជើងស្លឹកឫស្សីមួយរឿងឆាប់ពកិយភិក្ខុធ្វើទ្រនាប់ជើងស្មៅមួយស្មៅយ៉ាប្លង់មួយស្មៅដំណេកទុនខ្សែមួយទុនខ្សែមួយស្មៅមានពណ៌ដូចផ្កាឈូកមួយសំពត់រោមសត្វមួយមាសមួយប្រាក់មួយកែវមនីមួយកែវពិទូមួយកែវភ្លេកមួយសំរិទ្ធមួយកែវកញ្ចក់មួយសំណប៉ាហាំងមួយសំណភក់មួយទុងដែងមួយរឿងឆាប់ពកិយភិក្ខុចាប់អវយវៈមេគោមានស្នែងជាដើមមួយរឿងឆាប់ពកិយភិក្ខុជិះយានមួយរឿងភិក្ខុឈឺមួយរឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាតយានទឹមដោយបុរសឬសត្វឈ្មោលមួយរឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាតក្រែស្នែងមួយរឿងឆាប់ពកិយភិក្ខុប្រើប្រាស់ឧច្ចាសយណៈនិងមហាសយណៈមួយរឿងឆាប់ពកិយភិក្ខុប្រើប្រាស់ស្បែកសត្វធំមួយរឿងឆាប់ពកិយភិក្ខុប្រើប្រាស់ស្បែកគោមួយរឿងភិក្ខុលាមកជាជីតុនរបស់ឧបាសកលាមកមួយរឿងព្រះមានព្រះភិក្ខទ្រង់អនុញ្ញាតឲ្យភិក្ខុអង្គុយលើស្បែកដែលក្រហមធ្វើប្លែកមួយរឿងវិហារដែលគេរុំចងដោយខ្សែស្បែកមួយរឿងឆាប់ពកិយភិក្ខុពាក់ស្បែកជើងចូលទៅកាន់ស្រុកមួយរឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យភិក្ខុឈឺពាក់ស្បែកជើងចូលទៅកាន់ស្រុកបានមួយរឿងព្រះមហាកច្ចាយណៈមួយរឿងព្រះសោណថេរៈសម្ដែងសូត្រប្រកបដោយវគ្គ8ដោយសគឺសំលេងមួយរឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាតនៅឧបសម្បទាកម្មដោយភិក្ខុ5រូបមួយស្បែកជើង4ជាន់ឡើងទៅមួយការងូតទឹកជានិច្ចមួយកំរាលស្បែកមួយទ្រង់អនុញ្ញាតឲ្យភិក្ខុត្រេកអរនឹងចីវរបើមិនទាន់ដល់ដៃទេមិនត្រូវឲ្យរាប់រាត្រីឡើយមួយព្រះមានព្រះភិក្ខជានាយកទ្រង់ប្រទានពរទាំង5នេះដល់ព្រះសោណថេរៈហើយភេសជ្ជៈខន្ធកៈ73សម័យនោះព្រះពុទ្ធដ៏មានព្រះភិក្ខគង់នៅវត្តចេតពុនរបស់អនាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីគ្រានោះឯងពួកភិក្ខុកើតអាពាធប្រមាថក្នុងសរតកាលបដែលហត់ទៅក៏ចង្អោរចេញមកវិញបាយដែលឆាន់ទៅក៏ចង្អោរចេញមកវិញព្រោះហេតុនោះពួកភិក្ខុទាំងនោះក៏មានខ្លួនស្គាំងស្គមសៅហ្មងមានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃព្រះដ៏មានព្រះភិក្ខបានទតឃើញភិក្ខុទាំងនោះស្គាំងស្គមសៅហ្មងមានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃលុះទតឃើញហើយក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថាមនាលអានន្ទក្នុងពេលនេះហេតុដូចម្ដេចបានជាពួកភិក្ខុស្គាំងស្គមសៅហ្មង
មានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃព្រះអានន្ទក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនឥឡូវនេះពួកភិក្ខុកើតអាពាធប្រមាថក្នុងសរតកាលបបរដែលហត់ទៅក៏ចង្អោលចេញមកវិញបាយដែលឆាន់ទៅក៏ចង្អោលចេញមកវិញព្រោះអាពាធនោះបានជាភិក្ខុទាំងនោះស្គាំងស្គមសៅហ្មងមានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃគ្រានោះព្រះមានព្រះភិក្ខទ្រង់គង់សំងំនៅក្នុងទីស្ងាត់ក៏មានព្រះហឫទ័យត្រេះរិះដូច្នេះថាឥឡូវនេះពួកភិក្ខុកើតអាពាធប្រមាថក្នុងសរតកាលហើយបបរដែលហត់ទៅក៏ចង្អោលចេញមកវិញបាយដែលឆាន់ទៅក៏ចង្អោលចេញមកវិញព្រោះអាពាធនោះហើយបានជាភិក្ខុទាំងនោះទៅជាស្គាំងស្គមសៅហ្មងមានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃឥឡូវវត្ថុដែលជាភេសជ្ជៈក៏មានវត្ថុដែលគេសន្មតថាជាភេសជ្ជៈក៏មានវត្ថុដែលផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោកក៏មានវត្ថុដែលជាអាហារមិនបានក្រោតក្រៀតក៏មានតើគួរតថាគតអនុញ្ញាតវត្ថុដូចម្ដេចទើបសមគួរជាភេសជ្ជៈដល់ភិក្ខុទាំងឡាយណោះលំដាប់នោះព្រះមានព្រះភិក្ខទ្រង់ត្រេះរិះដូច្នេះថាភេសជ្ជៈទាំង5នេះគឺទឹកដោះរាវ1ទឹកដោះខាប់1ប្រេង1ទឹកឃ្មុំ1ស្ករអំពៅ1វត្ថុទាំងនេះជាភេសជ្ជៈផងដែលគេសន្មតថាជាភេសជ្ជៈផងផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោកផងជាអាហារមិនបានក្រោតក្រៀតផងបើដូច្នេះមានតែតថាគតអនុញ្ញាតភេសជ្ជៈទាំង5នេះដល់ពួកភិក្ខុដើម្បីឲ្យភិក្ខុទទួលក្នុងកាលគួរឆាន់ក្នុងកាលគួរបានព្រោះនិទាននេះដំណើរនេះទើបព្រះមានព្រះភិក្ខទ្រង់ចេញអំពីទីសំងំក្នុងទីស្ងាត់នៅវេលាសាយនហសម័យហើយទ្រង់ធ្វើធម្មីកថាថារួចត្រាស់ហៅភិក្ខុទាំងឡាយមកមនាលភិក្ខុទាំងឡាយក្នុងវេលានេះតថាគតសំងំនៅក្នុងទីស្ងាត់មានចិត្តត្រេះរិះដូច្នេះថាឥឡូវនេះពួកភិក្ខុកើតអាពាធប្រមាថក្នុងសរតកាលហើយបបរដែលហត់ទៅក៏ចង្អោលចេញមកវិញបាយដែលឆាន់ទៅក៏ចង្អោលចេញមកវិញព្រោះអាពាធនេះទើបបានជាភិក្ខុទាំងនោះស្គាំងស្គមសៅហ្មងមានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃវត្ថុខ្លះជាភេសជ្ជៈវត្ថុខ្លះដែលគេសន្មតថាជាភេសជ្ជៈវត្ថុខ្លះផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោកវត្ថុខ្លះជាអាហារមិនបានក្រោតក្រៀតតើគួរតថាគតអនុញ្ញាតវត្ថុដូចម្ដេចទើបសមគួរជាភេសជ្ជៈដល់ភិក្ខុទាំងឡាយណោះមនាលភិក្ខុទាំងឡាយតថាគតឯងមានសេចក្តីត្រេះរិះដូច្នេះថាភេសជ្ជៈទាំង5នេះគឺទឹកដោះរាវ1ទឹកដោះខាប់1ប្រេង1ទឹកឃ្មុំ1ស្ករអំពៅ1របស់ទាំងនេះជាភេសជ្ជៈផងដែលគេសន្មតថាជាភេសជ្ជៈផងផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោកផងជាអាហារមិនបានក្រោតក្រៀតផងបើដូច្នោះមានតែតថាគតអនុញ្ញាតភេសជ្ជៈទាំង5នេះដល់ភិក្ខុទាំងឡាយដើម្បីឲ្យភិក្ខុទទួលក្នុងកាលគួរបរិភោគក្នុងកាលគួរមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុទទួលភេសជ្ជៈទាំង5នោះក្នុងកាលគួរបរិភោគក្នុងកាលគួរ74សម័យនោះឯងពួកភិក្ខុទទួលភេសជ្ជៈទាំង5នោះក្នុងកាលគួរឆាន់ក្នុងកាលគួរសូម្បីភោជនដ៏ស្និទ្ធក៏មិនត្រូវមាត់របស់ភិក្ខុទាំងនោះទៅហើយកុំចាំបាច់និយាយឡើយដល់ភោជនប្រក្រតីដែលជាវត្ថុសៅហ្មងដោយអាពាធប្រមាថកើតឡើងក្នុងសរតកាលនោះផងដោយភ័ព្វដែលមិនរលួយនេះផងភិក្ខុទាំងនោះក៏រឹងរិតតែមានខ្លួនស្គាំងស្គមសៅហ្មងមានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃព្រោះហេតុទាំងពីរនោះព្រះមានព្រះភិក្ខទ្រង់បានទតឃើញភិក្ខុទាំងនោះរឹងរិតតែមានខ្លួនស្គមស្គាំងសៅហ្មង
មានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃលុះតតឃើញហើយក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថាមនាលអានន្ទឥឡូវនេះហេតុដូចម្ដេចបានជាពួកភិក្ខុរឹងរិតតែមានខ្លួនស្គាំងស្គមសៅហ្មងមានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃព្រះអានន្ទក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនឥឡូវនេះពួកភិក្ខុទទួលភេសជ្ជៈទាំង5នោះក្នុងកាលគួរឆាន់ក្នុងកាលគួរសូម្បីភោជនដ៏ស្និទ្ធក៏មិនត្រូវមាត់របស់ភិក្ខុទាំងនោះទៅហើយកុំចាំបាច់និយាយឡើយដល់ភោជនប្រក្រតីដែលជាវត្ថុសៅហ្មងដោយអាពាធប្រមាថដែលកើតឡើងក្នុងសរតកាលនោះផងដោយផាត់ដែលមិនរលួយនេះផងភិក្ខុទាំងនោះក៏រឹងរិតតែមានខ្លួនស្គាំងស្គមសៅហ្មងមានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃព្រោះហេតុទាំងពីរនោះព្រោះនិទាននេះដំណើរនេះទើបព្រះដ៏មានព្រះភិក្ខទ្រង់ធ្វើធម្មីកថាហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុទទួលភេសជ្ជៈទាំង5នេះឆាន់ក្នុងកាលគួរក៏បានក្នុងកាលមិនគួរក៏បាន75សម័យនោះឯងពួកភិក្ខុមានជំងឺត្រូវការដោយខ្លាញ់ជាថ្នាំពួកភិក្ខុក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតខ្លាញ់ជាភេសជ្ជៈគឺខ្លាញ់ខ្លាឃ្មុំខ្លាញ់ត្រីខ្លាញ់ក្រពើខ្លាញ់ជ្រូកខ្លាញ់លាដែលភិក្ខុទទួលក្នុងកាលគួរចំអិនក្នុងកាលគួរលាយគ្នាក្នុងកាលគួរសម្រាប់ឲ្យភិក្ខុប្រើប្រាស់ដោយវិធីប្រើប្រាស់ដូចប្រេងជាសត្តាហកាលិកបានមួយមនាលភិក្ខុទាំងឡាយបើខ្លាញ់ដែលភិក្ខុបានទទួលក្នុងកាលមិនគួរចំអិនក្នុងកាលមិនគួរលាយគ្នាក្នុងកាលមិនគួរបើភិក្ខុប្រើប្រាស់ខ្លាញ់នោះត្រូវអាបាត់ទុក្កត3មនាលភិក្ខុទាំងឡាយបើខ្លាញ់ដែលភិក្ខុទទួលក្នុងកាលគួរតែចំអិនក្នុងកាលមិនគួរលាយគ្នាក្នុងកាលមិនគួរបើភិក្ខុប្រើប្រាស់ខ្លាញ់នោះត្រូវអាបាត់ទុក្កត2មនាលភិក្ខុទាំងឡាយបើខ្លាញ់ដែលភិក្ខុទទួលក្នុងកាលគួរចំអិនក្នុងកាលគួរតែលាយគ្នាក្នុងកាលមិនគួរបើភិក្ខុប្រើប្រាស់ខ្លាញ់នោះត្រូវអាបាត់ទុក្កត1មនាលភិក្ខុទាំងឡាយបើខ្លាញ់ដែលភិក្ខុទទួលក្នុងកាលគួរចំអិនក្នុងកាលគួរលាយគ្នាក្នុងកាលគួរបើភិក្ខុប្រើប្រាស់ខ្លាញ់នោះមិនត្រូវអាបាត់ឡើយ76សម័យនោះឯងពួកភិក្ខុមានជំងឺមានសេចក្តីត្រូវការដោយឫសឬមើមជាភេសជ្ជៈភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតនៅឫសឬមើមជាភេសជ្ជៈគឺមើមរមៀតមើមខ្ញីមើមលំពាន់មើមប្រោះមើមអាចឆ្ពឹសមើមរំដេងមើមត្បូវភ្លាំងមើមស្មៅក្រវ៉ាញ់ជ្រូកម្យ៉ាងទៀតមើមដតីណាជាភេសជ្ជៈមិនផ្សាយទៅដើម្បីខាតនិយៈក្នុងខាតនិយៈមិនផ្សាយទៅដើម្បីភោជនីយៈក្នុងភោជនីយៈឲ្យភិក្ខុទទួលមើមទាំងឡាយនោះហើយរក្សាទុកដរាបទាល់អស់បានកាលបើមានហេតុទើបភិក្ខុឆាន់បានកាលបើគ្មានហេតុទេហើយភិក្ខុឆាន់ត្រូវអាបាត់ទុក្កតសម័យនោះឯងពួកភិក្ខុមានជំងឺមានសេចក្តីត្រូវការដោយម្សៅជាភេសជ្ជៈដែលកើតអំពីឫសឬមើមពួកភិក្ខុក្រាបបង្គំទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតថ្មកិននិងកូនថ្មកិន77សម័យនោះឯងពួកភិក្ខុមានជំងឺមានសេចក្តីត្រូវការដោយទឹកចត់ជាភេសជ្ជៈភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតទឹកចត់ជាភេសជ្ជៈគឺទឹកចត់កើតអំពីដើមស្ដៅទឹកចត់កើតអំពីដើមថ្លែងគង់ទឹកចត់កើតអំពីដើមអំបែងថ្ងៃទឹកចត់កើតអំពីវល្លិបណ្ដូលពេជ្រ
ទឹកចត់កើតអំពីដើមទន្លាឬថ្ងាន់ម្យ៉ាងទៀតទឹកចត់ដតេណាជាភេសជ្ជៈមិនផ្សាយទៅដើម្បីខាតនិយៈក្នុងខាតនិយៈផ្សាយទៅដើម្បីភោជនីយៈក្នុងភោជនីយៈឲ្យភិក្ខុទទួលទឹកចត់ទាំងនោះហើយរក្សាទុកដរាបទល់អស់បានកាលបើមានហេតុទើបភិក្ខុឆាន់បានកាលបើគ្មានហេតុទេហើយភិក្ខុឆាន់ត្រូវអាបាត់ទុក្ខកត់78សម័យនោះឯងពួកភិក្ខុមានជំងឺមានសេចក្តីត្រូវការដោយស្លឹកឈើជាភេសជ្ជៈភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតស្លឹកឈើជាភេសជ្ជៈគឺស្លឹកស្ដៅស្លឹកថ្លៃគង់ស្លឹកអំបែងថ្ងៃស្លឹកម្រះព្រៅឬជីលីងលាក់ស្លឹកកបាសម្យ៉ាងទៀតស្លឹកដតេណាជាភេសជ្ជៈមិនផ្សាយទៅដើម្បីខាតនិយៈក្នុងខាតនិយៈមិនផ្សាយទៅដើម្បីភោជនីយៈក្នុងភោជនីយៈឲ្យភិក្ខុទទួលស្លឹកទាំងនោះហើយទុកដរាបទល់អស់បានកាលបើមានហេតុទើបភិក្ខុឆាន់បានកាលបើគ្មានហេតុទេហើយភិក្ខុឆាន់ត្រូវអាបាត់ទុក្ខកត់79សម័យនោះឯងពួកភិក្ខុមានជំងឺមានសេចក្តីត្រូវការដោយផ្លែឈើជាភេសជ្ជៈភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតផ្លែឈើជាភេសជ្ជៈគឺផ្លែពិលៀងផ្លែដីផ្លៃផ្លែម្រេចផ្លែសមផ្លែសមពីរភេទផ្លែកន្ទួតព្រៃផ្លែក្រវាញម្យ៉ាងទៀតផ្លែឈើដតេណាជាភេសជ្ជៈមិនផ្សាយទៅដើម្បីខាតនិយៈក្នុងខាតនិយៈមិនផ្សាយទៅដើម្បីភោជនីយៈក្នុងភោជនីយៈឲ្យភិក្ខុទទួលផ្លែឈើទាំងនោះហើយរក្សាទុកដរាបទល់អស់បានកាលបើមានហេតុទើបភិក្ខុឆាន់បានកាលបើគ្មានហេតុទេទើបភិក្ខុឆាន់ត្រូវអាបាត់ទុក្ខកត់80សម័យនោះឯងពួកភិក្ខុមានជំងឺមានសេចក្តីត្រូវការដោយជ័រឈើជាភេសជ្ជៈភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតជ័រឈើជាភេសជ្ជៈគឺជ័រដែលហូរចេញអំពីដើមហ៊ីងគុមួយជ័រដែលគេយកស្លឹកនិងមែកហ៊ីងគុមករំងាស់មួយជ័រដែលគេយកតែស្លឹកហ៊ីងគុតែម្យ៉ាងមករំងាស់មួយជ័រទាំង3យ៉ាងនេះជាជាតិហ៊ីងគុទាំងអស់ជ័រដែលហូរចេញអំពីត្រួយឈើមួយជ័រដែលហូរចេញអំពីស្លឹកឈើមួយជ័រដែលគេបេះស្លឹកឈើយកមកធ្វើមួយកំញានមួយម្យ៉ាងទៀតជ័រឈើដតេណាដែលជាភេសជ្ជៈមិនផ្សាយទៅដើម្បីខាតនិយៈក្នុងខាតនិយៈមិនផ្សាយទៅដើម្បីភោជនីយៈក្នុងភោជនីយៈឲ្យភិក្ខុទទួលឈើទាំងនោះហើយរក្សាទុកដរាបទល់អស់បានកាលបើមានហេតុទើបភិក្ខុឆាន់បានកាលបើគ្មានហេតុទេហើយភិក្ខុឆាន់ត្រូវអាបាត់ទុក្ខកត់81សម័យនោះឯងពួកភិក្ខុមានជំងឺមានសេចក្តីត្រូវការដោយអំបិលជាភេសជ្ជៈភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនោះចំពោះព្រះមានព្រះភិក្ខព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតអំបិលជាភេសជ្ជៈគឺអំបិលកើតក្បែរឆ្នេរសមុទ្រមានបែបដូចដីខ្សាច់អំបិលមានពណ៌ខ្មៅអំបិលប្រក្រតីអំបិលមានពណ៌កើតលើភ្នំអំបិលដែលមានពន្លកដុះអំពីផែនដីអំបិលដែលកើតអំពីអាចមដីមានរសប្រៃអំបិលមានពណ៌ក្រហមដែលគេចម្អិនជាមួយនឹងគ្រឿងសម្ភារៈទាំងពួងម្យ៉ាងទៀតអំបិលដតេណាដែលជាភេសជ្ជៈមិនផ្សាយទៅដើម្បីខាតនិយៈក្នុងខាតនិយៈមិនផ្សាយទៅដើម្បីភោជនីយៈក្នុងភោជនីយៈឲ្យភិក្ខុទទួលអំបិលទាំងនោះហើយរក្សាទុកដរាបទល់អស់បានកាលបើមានហេតុទើបភិក្ខុឆាន់បានកាលបើគ្មានហេតុទេហើយភិក្ខុឆាន់ត្រូវអាបាត់ទុក្ខកត់82សម័យនោះឯងព្រះវេលដ្ឋសីសៈដ៏មានអាយុ
ជាឧបជារបស់ព្រះអានន្ទដ៏មានអាយុកើតបោសធំចៃវរដែលប្រឡាក់ដោយទឹករំអិលក៏ជាប់ស្អិតនៅនឹងកាយរបស់ព្រះវេលដ្ឋសីសៈនោះពួកភិក្ខុក៏យកទឹកទៅលាបចៃវរនោះឲ្យសើមហើយបកចេញព្រះដ៏មានព្រះភិក្ខុទ្រង់ពុតដំណើរទៅកាន់សេនាសនៈចារឹកបានទតឃើញភិក្ខុទាំងនោះកំពុងយកទឹកទៅលាបចៃវរទាំងនោះឲ្យសើមហើយបកចេញលុះទតឃើញហើយទ្រង់ចូលទៅកាន់សំណាក់ភិក្ខុទាំងនោះលុះចូលទៅដល់ហើយទ្រង់មានពុទ្ធតម្រាស់នេះនឹងភិក្ខុទាំងនោះថាមនាលភិក្ខុទាំងឡាយភិក្ខុនេះមានអាពាធដូចម្ដេចពួកភិក្ខុក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះវេលដ្ឋសីសៈដ៏មានអាយុនេះកើតបោសធំចៃវរប្រឡាក់ដោយទឹករំអិលជាប់ស្អិតនៅនឹងកាយខ្ញុំព្រះអង្គទាំងឡាយយកទឹកមកលាបចៃវរទាំងនោះឲ្យសើមហើយបកចេញព្រោះនិទាននេះដំណើរនេះទើបព្រះមានព្រះភិក្ខទ្រង់ធ្វើធម្មិកថាហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថាមនាលភិក្ខុទាំងឡាយភិក្ខុណាមានអាពាធគឺកមឬរមាស់ក្តីបោសតូចក្តីអាពាធទឹករងាយក្តីបោសធំក្តីនិងកាយមានក្លិនអាក្រក់តថាគតអនុញ្ញាតគ្រឿងលម្អិតជាភេសជ្ជៈដល់ភិក្ខុនោះតថាគតអនុញ្ញាតអាចគោដីស្អិតនិងកាកនៃគ្រឿងជ្រលក់ដល់ភិក្ខុដែលមានជំងឺមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតត្បាល់និងអង្រែសូមអញ្ជើញអនុមោទនា